បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូមិត្តអ្នកសិក្សានិងបងប្អូនសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់ថ្ងៃនេះខ្ញុំបាទលើកយកលំហាត់ចំនួនកំប្លែកដែលចេញប្រឡងបាក់ឌុបឆ្នាំ2023ថ្នាក់វិទ្យាសាស្ត្របាទអញ្ចឹងសូមតាមដាននៅការស្រាយចម្លើយរបស់ខ្ញុំដូចតទៅអញ្ចឹងលំហាត់កំប្លែករបស់យើងគឺដោះស្រាយក្នុងសំណុំចំនួនកំប្លែកសមីការបាទនេះគេចង់ឲ្យយើងដោះស្រាយសមីការនេះ z ក្រេបូក 4z បូក 16 ស្មើ0បាទហើយគេឲ្យយើងសរសេរចម្លើយទាំងពីរតាំងដោយ z1 និង z2 បាទអញ្ចឹង z1 និង z2 ហ្នឹងគឺជាចម្លើយរបស់សមីការនេះឬក៏ជាឫសរបស់សមីការនេះទៅសេវាហ្នឹងជាទម្រង់ត្រីកោណមៀតបាទអញ្ចឹងជំហានដំបូងយើងដោះស្រាយសមីការជាមុនសិនបាទដោះស្រាយសមីការអញ្ចឹងសមីការរបស់យើងគឺz ក្រេបូក 4z បូក 16 ស្មើ0បាទអញ្ចឹងសមីការនេះវានៅក្នុងសំណុំចំនួនកំប្លែកអញ្ចឹងយើងដោះស្រាយវាទៅតាម delta បាទអញ្ចឹងខ្ញុំប្រើ delta ព្រីមដោយសារតែមេគុណរបស់ z នេះគឺលេខ4ជាចំនួនគត់គូបាទអញ្ចឹងខ្ញុំធ្វើតាម delta ព្រីមតាម delta ព្រីមបាទស្មើ delta ព្រីមគឺស្មើ b ព្រីមក្រេ b ព្រីមក្រេដក ac បាទស្មើទៀតអញ្ចឹង b ព្រីមរបស់យើងហ្នឹងគឺស្មើ b លើ2ហ្នឹង b ហ្នឹង4នេះមេគុណរបស់ z នេះបាទអញ្ចឹងស្មើ4លើ2លើកជាការ៉េដកបាទ a នេះ a មេគុណរបស់ z ការ៉េគឺ1គុណឲ្យ c នេះបាទនេះ c គឺ16គុណឲ្យ16អញ្ចឹងស្មើអានេះ4ចែកឲ្យ2លើកជាការ៉េបាន4បាទ4ដកឲ្យ16បាទនេះ1គុណ16គឺ16 4ដក16អញ្ចឹងស្មើដក12បាទគឺស្មើដក12អញ្ចឹងមុននឹងរកឬខ្ញុំធ្វើតាមវិធីខ្ញុំអញ្ចឹងយើងអាចធ្វើបានច្រើនអញ្ចឹងខ្ញុំទាញរកឫសការ៉េរបស់ delta ព្រីមនឹងសិនបាទអញ្ចឹងនាំឲ្យឫសការ៉េនៃ delta ព្រីមស្មើឫសការ៉េនៃ delta ព្រីមស្មើបាទ delta ព្រីមវិញគឺដក12នេះអញ្ចឹងឫសនៃដក12បាទស្មើមួយទៀតចំពោះសញ្ញាដកយើងគឺស្មើ e ការ៉េអញ្ចឹង e ការ៉េយើងបញ្ចេញពីឫសគឺបាន e បាទអញ្ចឹងសញ្ញាដកហ្នឹងយើងអស់ហើយណាហើយ12នេះវិញម្ដង12ហ្នឹងគឺយើងអាចបញ្ចេញពីឫសគឺ2ឫសការ៉េនៃ3គុណឲ្យ2ឫសការ៉េនៃ3បាទអញ្ចឹងឬ delta ព្រីមរបស់យើងបានប៉ុណ្ណឹងឬក៏យើងអត់ចាំបាច់សរសេរចេះក៏បានដែរ
dương rồi sẽ chạy mọ pi ý rồi bài bàn ai cho rồi sẽ chạy của bạn đấy sẽ anh ấy bên mọ bàn chẳng bắt toa pi rồi data prim khơi hái trong ai tiền bàn nấu set muối nâng set pi bàn chẳng kỳ bán kia bàn set muối sma đỏ bay prim trong set muối đấy cái lại trước data prim dừng trong giọt đỏ môn của bạn giọt bột môn của bạn đây ta giờ tu tới cái giọt đỏ môn này bạn đỏ bay prim đỏ rư data prim lừa trắng ní cứ chờ được muốn đây dân đặt sai mấy cá tạm data đó và smart đọ bay prim chướng cư nè bay prim mà buôn sạch pí pin trắng cứ đọ pí đọ hồi đây cái này data prim chướng cứ pi ý được bay lơ bao dưỡng cứ nè mấy con sạch cái đấy cứ mua vậy trắng smart bà cứ smart đọ pí đọ pi ý được bay bàn trắng lý set môi bảo dưỡng phần đằng trắng set pi bên mặt đó bằng set pi smart bà trục môn bảo dưỡng cứ đọ bay prim set môi chân cả lại ní đọ trắng chân set pi cứ bột vành bạt bó rứ teta prim lơ bạt trắng chân chua sồn mỏ đọ bay prim trắng cứ đọ pí cái lại ní đâu mà chưa xây nhà bó rứ teta rứ data prim bảo dưỡng cứ pi ý rứ bay bạn đó lấy cứ smart mùi trắng trong ai cho xe bán đọ pí bố pi ý rư bay bạt ní cứ chưa chầm lòi này sao mấy ca dưỡng sệt mùi sệt pi bạt trắng đôi ní set mùi smart đọ pi ý rư bay rư set pi smart đọ pi bột pi ý rư bay chia rứ nấy sạ mây cà chia rứ nấy sạ mây cà bạt trắng dương chót xâm rạp cả đá sài sạ mây cà trắng dương cho tàu cả lại mới tiết cư sơ xe bạt trong đai từng tí sệt môi sệt pi nắng chia tùm rong tray còn miệt bạt trắng trong lại bao giờ đấy chia tùm rong bay cái nật nó lại tiền trắng dương thầu tờ xế vì chia tùm rong tray còn miệt trắng dương đã bột mà tiệt mó sơ xe sệt môi nâng sệt pi chia tùm rong tray còn miệt chia tùm rong tray còn miệt và trắng dương đã mơ dương miền bà trắng miền sệt môi mà mang sệt môi mà đọ pi ý rồi bảy bạn trắng đầm bay tờ xe via trên tùm rồng tray còn miệt bán trong hiện tập bóng cứ giờ ngờ một điều về sẵn
បាទអញ្ចឹង model របស់វា air បាទ air ស្មើឬការ៉េនៃ a ការ៉េបូក b ការ៉េអញ្ចឹងa របស់យើងគឺនេះគឺដក2បាទដក2អញ្ចឹងដក2លើកជាការ៉េ4បាទ4ទៅឡែក b របស់យើងគឺដក2ឬ3បាទយើងអត់គិត e ទេណាគឺដក2ឬ3អញ្ចឹងដក2ឬ3លើកជាការ៉េវា12បាទ12បូកឲ្យ a ការ៉េយើងមិញគឺ4អញ្ចឹង16 air ស្មើ4បាទឬការ៉េនៃ16គឺ4អញ្ចឹងមានន័យថាយើងទាញ4ជាកតាយើងបានដកបាទទាញ4ជាកតាអញ្ចឹងគឺបានដក1លើ2បាទដល់ពេលដែលយើងគុណ4ចូលវិញយើងបានអានេះដក2ដែរអញ្ចឹងអានេះដូចគ្នាដែរគឺដកឬការ៉េនៃ3លើ2 e បាទអញ្ចឹងយើងសរសេរវាជាទម្រង់ត្រីកោណមាត្រមកជំហានដំបូងយើងទុកមេគុណ4នេះនៅកន្លែងនឹងដដែលបាទអញ្ចឹងទម្រង់ត្រីកោណមាត្រដំបូងគឺកូបាទអញ្ចឹងអានេះ1លើ2យើងគិតវាជាកត្រង់ទី1សិនយើងកំតន់គិតវិញឆ្ងាយច្រើនគឺកូសប្រមាណស្មើ1លើ2គឺកូសផាយបាទកូសផាយលើ3កូសផាយលើ3តើកាលណាកូសផាយលើ3ស៊ីនក៏ចឹងដែរយើងសរសេរមក e ស៊ីនផាយលើ3បាទស៊ីនផាយលើ3គឺលើ3លើ2ឥឡូវយើងគិតសញ្ញាវិញម្ដងកូសនេះកូសគឺសញ្ញាដកបាទសញ្ញាដកស៊ីនក៏សញ្ញាដកអញ្ចឹងគឺវាស្ថិតនៅកត្រង់ទី3បើកាលណាកត្រង់ទី3យើងត្រូវចំណាំថាកត្រង់ទី3អាហ្នឹងខ្ញុំនិយាយថាមុំឯណាគឺស្មើនឹងភាគយកស្មើនឹងភាគបែងបូក1បាទមុំរបស់វាហ្នឹងគឺភាគយកស្មើភាគបែងបូក1ឥឡូវយើងមើលភាគបែងយើង3បាទ3អញ្ចឹង3បូក1គឺ4បាទអញ្ចឹងគឺកូស4ផាយលើ3អានេះក៏អញ្ចឹងដែរ4ផាយលើ3បាទចំណាំថាត្រង់ហ្នឹងកត្រង់ទី3ភាគយកស្មើនឹងភាគបែងបូក1បាទអាហ្នឹងមេគុណរបស់ផាយហ្នឹងគឺស្មើនឹងភាគបែងបូក1បាទអញ្ចឹងនេះសេត1ប៉ុណ្ណឹងយើងមើលសេត2វិញម្ដងបាទសេត2ស្មើដក2បូក 2e ឬ3បាទពាក្យដូចតែគ្នាទេយើងទាញ4ជាកតាដែរមក4កតាដក1លើ2បូកឬការ៉េនៃ3លើ2e បាទអញ្ចឹងដូចគ្នាដែរយើងទុក4នៅដដែលបាទហើយនេះកូដដែលដែរគឺកូយើងដាក់មកផាយលើ3បូក e ស្នេះផាយលើ3បាទឥឡូវយើងមើលសញ្ញាបាទសញ្ញារបស់កូសនិងស៊ីនអញ្ចឹងសញ្ញារបស់កូសយើងគឺសញ្ញាដកឯស៊ីនគឺសញ្ញាបូកបាទអញ្ចឹងគឺវាស្ថិតនៅក្នុងកត្រង់ទី2បើកាលណាមុំស្ថិតនៅក្នុងកត្រង់ទី2អញ្ចឹងមេគុណរបស់ផាយឬក៏យើងហៅកាត់ថាភាគយកហ្នឹងណាគឺវាស្មើនឹងភាគបែងដក1វិញបាទកាលណាកត្រង់ទី2ភាគយកស្មើភាគបែងដក1ដល់តែកត្រង់ទី3ភាគយកស្មើភាគបែងបូក1វិញបាទអញ្ចឹងភាគបែងដក1 3ដក1 2តើកាលណាកូស2ផាយលើ3ហើយអញ្ចឹងស៊ីននេះក៏វាត្រូវតែ2ផាយលើ3ដែរត្រូវតែមុំវាដូចគ្នាបាទអញ្ចឹងនេះគឺជាចម្លើយសម្រាប់លំហាត់របស់យើងបាទគឺ
លំហាត់ចំនួនកុំភ្លេចដែលចេញបាក់ដប់ឆ្នាំ2023ថ្នាក់វិទ្យាសាស្ត្របាទអញ្ចឹងខ្ញុំបាទក៏សូមអភ័យទោសចំពោះកំហុសខុសឆ្គងបើសិនបើខ្ញុំនិយាយផ្លាត់នៅកន្លែងណាមួយក៏សូមលោកគ្រូអ្នកគ្រូមិត្តអ្នកសិក្សានិងបងប្អូនសិស្សានុសិស្សអភ័យទោសដល់ខ្ញុំបាទហើយខ្ញុំបាទក៏សូមទទួលនៅមតិរិះគន់ពីអស់លោកបើសិនបើខ្ញុំបាទធ្វើខុសកន្លែងណាមួយបាទសូមអរគុណសូមជម្រាបលា